đọc dưỡng vật hạt dưỡng nâng bậc vật dưỡng rồi miền giặc này cả hai tha cục cron nâng pin lên sẽ bị phai càng ជំរាបសួរអ្នកសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ episode ទី2នៃ podcast របស់សាកលវិទ្យាល័យជាតិគ្រប់គ្រងខ្ញុំបាទឈ្មោះជា Narrate ថ្ងៃនេះខ្ញុំជាអ្នកសម្របសម្រួល podcast ជាមួយនឹង speakers ដ៏សង្ហារបស់យើងថ្ងៃនេះហើយ speaker ថ្ងៃនេះក៏ជាអតីតនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងយើងផងដែរអញ្ចឹងទេកុំឲ្យខាត់ពេលយូរយើងទៅជួបហើយនឹងស្គាល់គាត់ទាំងអស់គ្នាយល់សួរបងសម្ពោធណែនាំខ្លួនតិចទៅបាទខ្ញុំឈ្មោះ Dan គឺជាអតីតនិស្សិតជានិស្សិតចំនួនទី1នៃសិស្សសេដ្ឋកិច្ចមហាវិទ្យាល័យបច្ចេកវិទ្យា Digital នៅសាលាជាតិក្រុងអូខេអញ្ចឹងDan ជានិស្សិតអតីតនិស្សិតនៃសាកលវិទ្យាល័យជាតិក្រុងចំនួនទី1ឆ្នាំ2000ប៉ុណ្ណាបងនៅនោះ2023ចប់អញ្ចឹងមានន័យថាបងរៀន2019ណោះបាទអូខេជំនាន់ទី1នៃជំនាញសេដ្ឋកិច្ចបច្ចេកវិទ្យា Digital នៃសាកលវិទ្យាល័យជាតិក្រុងហើយ Dan ក៏បានចប់2ឆ្នាំមុនណាអូនហ្នឹងហើយបាទអញ្ចឹងឥឡូវនេះ Dan កំពុងតែជោគជ័យនៅក្នុងវិស័យការងាររបស់គាត់ដែលធ្វើការហងៃតាក់ទងជាមួយនឹងdigital ជំនាញរបស់គាត់ដែរដែលការរៀនតិចទៀតគាត់នឹងប្រាប់យើងថាតើជំនាញគាត់យ៉ាងណាការងារគាត់ឥឡូវនេះចង់សួរ Dan ថាកាលនៅរៀន back to 2019 20អីចឹងណាការនឹងរៀនយ៉ាងណាពី COVID ផងតែមិនចឹងទេហ្នឹងហើយអញ្ចឹងបើពិសោធន៍ការបងរៀនយ៉ាងណាដែរបងណា digital economy បាទសម្រាប់ខ្ញុំបទពិសោធន៍ក្នុងការរៀនថ្នាក់ digital economic ហ្នឹងវាមានលក្ខណៈចម្រុះប៉ុន្តែចម្រុះនៅក្នុងរបៀបមួយដែលដោះយើងវឹកហាត់យើងនិងបង្វឹកយើងឲ្យមានលក្ខណៈគេហៅថាគ្រប់គ្រាន់និងពេញលេញសម្រាប់វិស័យការងារហេតុអីបានខ្ញុំនិយាយអញ្ចឹងសម្រាប់សេរីខ្លឹមសម្រាប់មេរៀនដែលយើងរៀនតាំងពីឆ្នាំទី1ទី2ទី3និងទី4វាមានភាពប្រតិបត្តិគ្នាអញ្ចឹងនៅក្នុងឆ្នាំទី1ពីច្រើនយើងរៀនអ្វីដែលជាលក្ខណៈជាមូលដ្ឋានគ្រឹះឧទាហរណ៍ដូចជា macroeconomic ប៉ុន្តែលក្ខណៈជាមូលដ្ឋានគ្រឹះតាក់ទងជាមួយនឹងបំពាក់បំពាន់ភាសាបន្ថែមតាក់ទងជាមួយនឹង academic writing តាក់ទងជាមួយនឹង mathematics អីហ្នឹងគឺសិតតែជាមូលដ្ឋានគ្រឹះសំខាន់ហេតុអីខ្ញុំថាហ្នឹងសំខាន់ដោយសារចូលនៅក្នុងឆ្នាំទី2ទី3យើងចាប់ដើមរៀនលម្អិតខ្លាំងតាក់ទងជាមួយនឹងចាប់ដើមចូលមាន data management តាក់ទងជាមួយនឹង economic modeling ឬក៏តាក់ទងជាមួយនឹង e-commerce ឬក៏តាក់ទងជាមួយនឹងមុខវិជ្ជាផ្សេងៗទៀតដែលចាប់ដើម involve practical នឹងច្រើនជាងមុនដែលវា link ជាមួយនឹងអ្វីដែលយើងត្រូវមានឆ្នាំទី1ហ្នឹងជាមូលដ្ឋានគ្រឹះហ្នឹងវាគ្រាន់បើដែរវាខ្លាំងដែរបានចូលឆ្នាំទី2ទី3ទៅយើងដកខាត់ខ្លួនឯងទៅមកកម្រិតទៀតដល់ពេលយើងចូលដល់ឆ្នាំទី4គឺយើងត្រៀមខ្លួនសម្រាប់ធ្វើវិខបត់ស្រាវជ្រាវមកសម្រាប់ការ research អញ្ចឹងវាជាការរួមបញ្ចូលចំណេះដឹងទាំងឆ្នាំទី1ទី2ទី3បូកទី4ទៅបង្កើតស្អីមួយដែលជាស្នាដៃសម្រាប់យើងហ្មងបងពិបាកទេការរៀនព្រោះជំនាញនេះវាទាំងសេដ្ឋកិច្ចផងទាំងរឿងបច្ចេកវិទ្យាណា digital អាចនិយាយថាពិបាកខ្លាំងនៅត្រង់ថាអ្នកខ្លះគាត់មើលឃើញថា digital economic វាគ្រាន់តែជាថ្នាក់មួយដែលយើងលក្ខណៈជា social science ជាវិទ្យាសាស្ត្រសង្គមឯងប៉ុន្តែសម្រាប់ digital economic វាជាការរួមបញ្ចូលទាំងវិទ្យាសាស្ត្រសង្គមហើយទាំងជាមួយនឹងការអនុវត្តពិតជាក់ស្ដែងច្រើននៅក្នុងហ្នឹងដែរអញ្ចឹងខ្ញុំឧទាហរណ៍ដូចមុខវិជ្ជាមួយដែលយើងរៀនហ្នឹងគឺតាក់ទងជាមួយនឹង coding មែនតើទៅយើងត្រូវរៀន code ទៀតយើងត្រូវរៀនតាក់ទងជាមួយនឹងPython តាក់ទងជាមួយនឹង code ជាច្រើនដែលយើងរៀនតាក់ទងជាមួយនឹង software development ព្រោះការខ្ញុំចាំតាំងឆ្នាំទី2មកយើងចាប់ដើម develop application មួយយើងធ្វើការជាក្រុមតាំងឆ្នាំទី2អភិវឌ្ឍកម្មវិធីហ្មងបាទយើងចាប់ដើមអនុវត្តកម្មវិធីយើងរៀនបណ្ដាយើងអនុវត្តកម្មវិធីបណ្ដាអញ្ចឹងវាជាផ្នែកមួយនៃការអនុវត្តជាក់ស្ដែងដោយសារយើងត្រូវចេះ code យើងត្រូវចេះមកត្រូវចេះសរសេរវាអញ្ចឹងបងវាមិនមែនគ្រាន់តែជាទ្រឹស្ដីមួយផ្នែកទៀតតាក់ទងជាមួយផ្នែកសេដ្ឋកិច្ចដូចគ្នាសេដ្ឋកិច្ចវាមិនមែនគ្រាន់តែជាទ្រឹស្ដីគ្រាន់តែយើងរៀនអំពី microeconomic ឬក៏ macroeconomic គេនៅពេលដែលខ្ញុំរៀនជាមួយលោកគ្រូម្នាក់ខ្ញុំទៅឈ្មោះបាត់ហើយពេលហ្នឹងយើងចាប់ដើមសិក្សាទៅលើ economic modeling ហ្នឹងយើងសិក្សាដូចជាបទសេដ្ឋកិច្ចរបស់ប្រទេសឡាវដែលយើងយក indicator ជាច្រើនរបស់ប្រទេសឡាវយើងយកមកធ្វើជា modeling ធ្វើជា matrix ឬក៏ reverse matrix ដើម្បីឲ្យឃើញនៅលទ្ធផលចុងក្រោយបែបណាមួយចឹងវា it's for a very practical ប៉ុន្តែវាក៏ស្មុគស្មាញខ្លាំងដែរដោយសារតែវា involve mathematics បូកជាមួយនឹង economic theory it's not មិនគ្រាន់តែទ្រឹស្ដីដែលយើងនិយាយថាអូខេដើម្បីការឬក៏ការគ្រប់គ្រងប៉ុន្តែវាជាការកណនាជាក់ស្ដែងមកដើម្បីយើងរកឃើញលទ្ធផលណាមួយអូខេល្អខ្ញុំស្ដាប់មើលទៅឃើញថា
អីដែលបានរៀនគឺជារបបលំបាកសម្រាប់ជំនាញថ្មីហើយណាមួយវាតាក់ទងទាំង economic ហើយជាមួយនឹង digital ប៉ុន្តែមិនមែនលំបាកអីខ្លាំងខ្ពស់ពេកទេណាយើងប្រឹងរៀនបានព្រោះនិស្សិតក្នុងវ័យរៀនគឺយើងត្រូវខំប្រឹងរៀនដែល like ខ្ញុំចង់ជំរាបសួរថាតើអីដែលនិស្សិតបងប្អូនបានរៀននៅការរៀននៅបញ្ញាបត្រវា link ផ្សារភ្ជាប់ជាមួយនឹងការងារបងប្អូននេះតើវាជាជំនួយដល់ការរៀនរបស់ការធ្វើការបងប្អូនយ៉ាងណាដែរអបិសោតចំណេះដឹងពីការរៀនបញ្ញាបត្រនេះបងអូខេបងបើសិនជាខ្ញុំ reflect ឆ្លុះបញ្ចាំងទៅមើលបទពិសោធន៍ការងារខ្លួនឯងជាមួយនឹងអ្វីដែលខ្លួនឯងធ្វើណាមែនតើក្រុមហ៊ុនទី1ដែលខ្ញុំធ្វើហ្មងខ្ញុំធ្វើជាមួយក្រុមមួយគេហៅ Data Developer DDTW ហ្នឹងគឺយើងធ្វើការជួញដូរទៅហើយបាញ់ថោរបស់សាហ៊ុនអន្តរជាតិ trade យ៉ាប់ trade ហ្នឹងអាហ្នឹងគឺជាស្ថាប័នជា team ទី1ដែលខ្ញុំបាន involve ជាមួយអញ្ចឹងអាហ្នឹងវា link មួយផ្នែកជាមួយនឹងអ្វីដែលខ្ញុំរៀនតាក់ទងជាមួយនឹងគេហៅថាbanking រៀនតាក់ទងមួយប្រព័ន្ធធនាគារដែលកាលហ្នឹងខ្ញុំរៀនថ្នាក់ digital economic ដែរហ្នឹងគឺយើងសិក្សាអំពីប្រព័ន្ធ monetary system តាក់ទងជាមួយនឹង impact របស់វាទៅលើប្រព័ន្ធ sector ផ្សេងៗ inflation វាជាតពោទៅដល់មីសមិនវាជាតពោទៅដល់ប្រេងមិនវាជាតពោទៅដល់ស្អីៗនឹងមិនអញ្ចឹងអាហ្នឹងគឺជាផ្នែកមួយដែលរួមចំណែកជាមួយ career របស់ខ្ញុំប៉ុន្តែនៅពេលដែលខ្ញុំធ្វើអាហ្នឹងរៀងយូរទៅខ្ញុំចាប់ដើម fifth career ខ្លួនឯងចូលរៀងជ្រៅជាងមុនហ្នឹងក៏ចាប់ដើមធ្វើការនៅក្នុងកំពុងមួយរបស់ខាងម៉ោងឈ្មោះ Catering Dealer ដែលកាលហ្នឹង coordinate by e ខ្មែរដែលខ្ញុំចូលតាមរយៈ e ខ្មែរ technology របស់លោកគ្រូ Feng Than ហ្នឹងគឺយើង develop ទៅលើកម្មវិធី application អញ្ចឹងកន្លែងហ្នឹងដែលខ្ញុំប្រើជំនាញផ្នែក software ផ្នែកសរសេរ code មួយផ្នែកដាក់ចូលក្នុងហ្នឹងហើយធ្វើថាចេះ code នោះពីណាគឺយើងរៀននៅថ្នាក់ digital economic ហ្នឹងគឺយកទៅអនុវត្តនៅក្នុង career ទី2តែសរសេរ code បានប្រហែលជាចិត្តមួយឆ្នាំក៏រៀងមានអារម្មណ៍ថាខ្លួនឯងមិនជា deep dive មានន័យថាវា code ដែរប៉ុន្តែយើងអត់ចង់ shift ខ្លួនឯងទៅ application development ទេចង់ switch career ខ្លួនឯង in between app ខ្លួនឯងធ្វើពីមុនហើយជាមួយនឹងចំណេះដឹង code ដែលយើងរៀនអញ្ចឹងមកខ្ញុំមើលឱកាសនៅក្នុងពពួកគេហៅថា business intelligence ដែល involve ទៅលើការវិភាគទៅលើអាជីវកម្មដែលប្រើប្រាស់ទិន្នន័យដែលអីអញ្ចឹងណាបានចង់ក្រោយមកបាន career ចង់ក្រោយរបស់ខ្ញុំជា trade marketing ដែលជា trade marketing មួយផ្នែក basically គឺខ្ញុំមានចំណេះដឹងផ្នែកតាក់ទងជាមួយនឹងខ្ញុំគិតថាខ្ញុំអាចប្រើចំណេះដឹងផ្នែក coding មួយផ្នែកហើយផ្នែក data បានមួយផ្នែកដើម្បី contribute ទៅកាន់កិច្ចការងារមួយហ្នឹងបងហើយអញ្ចឹងអាហ្នឹងវាហាក់ដូចជាបន្ស៊ីគ្នាមែនតើជាមួយនឹងអ្វីដែលខ្ញុំរៀននៅក្នុង digital economic អានេះបើខ្ញុំនិយាយជា overall គឺអញ្ចឹងបើយើងនិយាយជារួមអ្វីដែល digital economic ផ្ដល់ឲ្យហ្នឹងគឺ critical thinking តាក់ទងជាមួយនឹង problem solving skill តាក់ទងជាមួយនឹងការពង្រឹងផ្នែកភាសាតាក់ទងជាមួយនឹងការធ្វើកិច្ចការងារជាក្រុមតាក់ទងជាមួយនឹងបទពិសោធន៍តាក់ទងជាមួយនឹងគេហៅថាអីគេ cultural intelligence មួយទៀតហើយ cultural intelligence ក៏ជាផ្នែកមួយដែលធ្វើខ្ញុំរាល់ថ្ងៃអាចធ្វើការនៅក្នុងក្រុមហ៊ុន international បានដែរដោយសារខ្ញុំគិតថាអាចជាពាក្យនឹងថ្មីសម្រាប់អ្នកនរគ្នាដោយសារពាក្យ cultural intelligence វាអត់សូវមានប៉ុន្តែអាហ្នឹងវាសំខាន់គឺតាក់ទងជាមួយនឹងគេហៅថាអេបិយាប័តនិងគេហៅថាវប្បធម៌នៃការធ្វើកិច្ចការងាររបស់យើងនៅក្នុងក្រុមហ៊ុននិងស្ថាប័នឬក៏ក្រុមដែលមានភាពចម្រុះជាតិសាសន៍ហើយចំណេះដឹងទាំងអស់ហ្នឹងបទពិសោធន៍ទាំងអស់ហ្នឹងគឺខ្ញុំបានតាមរយៈ digital economic ដោយសារខ្ញុំបាន involve ធ្វើកិច្ចការងារជាមួយនឹងសិស្សមកពីគូបេជប៉ុនមកពីណាន់យ៉ាងសិង្ហបុរីមកពីកូរ៉េដូចគ្នាតាក់ទងជាមួយ Hanton University ហើយជាមួយនឹងសិស្សមកពី Amsterdam ពី Edinburgh មួយអីអាបទពិសោធន៍ទាំងអស់ហ្នឹងវា shape យើងឲ្យមានគេថា cultural intelligence ហ្នឹងវាគាត់បានដែរដល់ពេលយើងចូលនៅក្នុង corporate world ដែលយើងធ្វើការជាមួយនឹង multinational វិធីយើងអាច fit បានលឿនអូខេល្អអញ្ចឹងមានន័យថារយៈពេល4ឆ្នាំដែលរដ្ឋាភិបាលរៀននៅសាកលវិទ្យាល័យជ្រុកគ្រងមានរឿងច្រើនចម្រុះទាំងចំណេះជំនាញដែលជា hard skill ទាំងសរសេរកូដទាំងអីនោះអភិវឌ្ឍកម្មវិធី software application តាំងពីឆ្នាំទី2មែនទេហើយយើងបន្តរហូតដល់បញ្ចប់ឆ្នាំទី4ដែលជាសារណាបត្របញ្ចប់ការសិក្សារបស់យើងអញ្ចឹងទាំង hard skill ដែលជាជំនាញ digital economy ដែលដេនបានរៀនជាមួយនឹង soft skill ណាទាំង problem solving skill ការធ្វើការងារជាក្រុមភាសាណាព្រោះយើងរៀនជាភាសាអង់គ្លេសនៅក្នុងមហាវិទ្យាល័យ digital economy ណាមហាវិទ្យាល័យសេដ្ឋកិច្ចបច្ចេកវិទ្យា digital នៃសាកលវិទ្យាល័យជ្រុកគ្រងគឺយើងរៀនជាភាសាអង់គ្លេសយើងមានគ្រូបរទេសផងដែរណាបាទអញ្ចឹងទេអាហ្នឹងឲ្យគឺ shape រដ្ឋាភិបាលរាល់ថ្ងៃនេះដែលកំពុងធ្វើការនៅក្នុង international company
ខ្ញុំចាប់កន្លែងដែលដេញនិយាយរឿង cultural intelligence ក្តី problem solving skill ក្តីតើអាចជំនាញទុនទាំងអស់ហ្នឹងតើវាសំខាន់យ៉ាងណាទៅសម្រាប់ការងារនៅពេលដែលយើងចេញទៅធ្វើការងារពិសេសសម្រាប់យុវជនឥឡូវនេះដែលគាត់កំពុងរៀនហើយត្រៀមនឹងចេញទៅធ្វើការគិតថាសំខាន់យ៉ាងណាទៅ soft skill បាទបងសម្រាប់ខ្ញុំទាំង soft skill ទាំង hard skill វាសុទ្ធតែសំខាន់ហើយសំខាន់កម្រិតនៃភាពសំខាន់របស់វានឹងគឺនៅតាមកម្រិតនៃការធ្វើកិច្ចការងាររបស់យើងទៀតខ្ញុំឧទាហរណ៍មួយដែលជំនាញផ្នែករឹងចុះបើសិនជាយើងធ្វើកិច្ចការងារណាមួយដែល involve ទៅលើការធ្វើការងារបែបរដ្ឋបាល administration ច្រើនព្រោះពេលខ្លះខ្ញុំឧទាហរណ៍ដូចកិច្ចការងារផ្នែក marketing អញ្ចឹងក៏វាមានកិច្ចការងារផ្នែក administration របស់ marketing ដែរវាមិនមែនថាកិច្ចការងារនៃការធ្វើទីផ្សារហ្នឹងវាបូកជាមួយនឹង strategic ការធ្វើផែនការឬក៏ធ្វើយុទ្ធសាស្ត្ររហូតទេអញ្ចឹង administration មានថាកិច្ចការងារធ្វើដដែលប៉ុន្តែអាហ្នឹងគឺវាតម្រូវឲ្យយើងមាន hard skill ខ្លាំងនៅក្នុងខ្លួនតាក់ទងជាមួយនឹងការប្រើប្រាស់ tool ក៏ដូចជាតាក់ទងជាមួយនឹងចំណេញមួយចំនួនទៀតខ្ញុំឧទាហរណ៍តាក់ទងមួយការប្រើប្រាស់ tool ចុះដូចបច្ចុប្បន្នខ្ញុំធ្វើការនៅក្នុង international company អញ្ចឹងយើងមាន tool ស្រាប់ដែលយើងប្រើប្រាស់ហើយប៉ុន្តែ tool ដែលសំខាន់ជាងគេដែលខ្ញុំចង់ឆ្វេចនឹងបញ្ជាក់នៅកន្លែងហ្នឹងគឺតាក់ទងជាមួយនឹង Microsoft 365 ដែល Microsoft 365 ហ្នឹងសំខាន់ខ្លាំង Microsoft 365 ហ្នឹងវាមិនមែនមានតែ PowerPoint មិនមែនមានតែ Microsoft Word Excel ទេវាមានទាំង Power BI មានទាំង Fair Cloud វាមានតាំងពីការប្រើប្រាស់ email ដើម្បីទំនាក់ទំនងដើម្បីអីផ្សេងៗហ្នឹងគឺសំខាន់ហើយក្នុងនាមជានិស្សិតយើងត្រូវតែត្រៀមខ្លួនសម្រាប់ចំណុចហ្នឹងអាហ្នឹងខ្ញុំចាត់ទុកថាវាជាផ្នែកមួយនៃ hard skill ដែរដែលយើងត្រូវតែមានជំនាញក្នុងការប្រើប្រាស់បើខ្ញុំ specifically ហ្មងតាក់ទងជាមួយនឹងការប្រើប្រាស់ Excel មិនមែនសម្រាប់តែសិស្សសេដ្ឋកិច្ចមិនមែនសម្រាប់តែបុគ្គលិកផ្នែកទីផ្សារមិនមែនសម្រាប់ផ្នែកណាគឺអ្នកណាក៏ត្រូវតែចេះប្រើដែរដោយសារ Excel គឺជា tool មួយដែលយើងអាចយកមកប្រើប្រាស់ក្នុងការវិភាគទិន្នន័យបានហើយសម្រាប់ការប្រើប្រាស់ក្នុងការវិភាគទិន្នន័យក៏មិនមែនសម្រាប់តែអ្នកដែលធ្វើការផ្នែកសេដ្ឋកិច្ចអ្នកធ្វើការផ្នែកទីផ្សារឬក៏អ្នកធ្វើការផ្នែកលក់ឬក៏អ្នកធ្វើការផ្នែកអីដូចខ្ញុំមានមិត្តភ័ក្តិរបស់ខ្ញុំនៅសិង្ហបុរីគាត់ថាផ្នែកអីក៏ត្រូវការទិន្នន័យដែរផ្នែកក៏ត្រូវការ data ដែរអញ្ចឹងបើខ្ញុំយល់ថាជំនាញនៃការប្រើប្រាស់ Excel advanced ហ្នឹងគឺសំខាន់យើងត្រូវចេះមិនដូចជា advanced ឯណាត្រឹម pivot lookup VLOOKUP ឬក៏យើងចេះគេហៅថាយើងយល់អំពី logic មួយចំនួននៃការប្រើប្រាស់វាអាហ្នឹងខ្ញុំចាត់ទុកថាជាជំនាញ hard skill ដែលសំខាន់ប៉ុន្តែអាហ្នឹងខ្ញុំនិយាយថាវា involve ទៅលើកិច្ចការងារផ្នែករដ្ឋបាល more លើ administration ប៉ុន្តែបើយើងចូលដល់កិច្ចការងារផ្នែក strategic planning អាហ្នឹងវា more លើគេហៅថាអ្វីដែលវានឹង happen ពេលអនាគតមានន័យថាអ្វីដែលយើង plan សម្រាប់អនាគតហ្នឹងអាហ្នឹងក៏វា involve តាក់ទងជាមួយនឹងផ្នែក soft skill ដែរ soft skill កន្លែងហ្នឹងគឺវាមានច្រើនវាមានតាំងពីគេហៅថា self learning ការដែលយើងចេះស្វ័យសិក្សាពាក្យតែស្វ័យសិក្សាវាមិនមែន happen តែនៅក្នុងថ្នាក់ academic ទេវា happen នៅកន្លែងការងារស្វ័យសិក្សានឹងមិនឧទាហរណ៍ថានៅពេលដែលយើងចង់ចេញផលិតផលណាមួយថ្មីទីផ្សារហើយផលិតផលថ្មីមែនតើនៅទីផ្សារហ្នឹងអត់ដែលមានទេអញ្ចឹងស្ថាប័ននិងក្រុមហ៊ុនហ្នឹងគឺត្រូវរៀនដើម្បីស្វែងយល់អំពីបរិបទមួយហ្នឹងត្រូវសិក្សាអំពីអរិយាប័ត្ររបស់អតិថិជនត្រូវសិក្សាអំពីកត្តាផ្នែកច្បាប់ត្រូវសិក្សាកត្តាផ្នែកនយោបាយត្រូវសិក្សាអំពីកត្តាបរិស្ថានត្រូវសិក្សាអំពីកត្តាបច្ចេកវិទ្យាឬមូលដ្ឋានសំខាន់ដែលយើងគិតថាតើយើងអាចរុញផលិតផលមួយហ្នឹងចូលទីផ្សារទៅវាមានជោគជ័យអាហ្នឹងវាជា self learning មួយក្នុងស្ថាប័នឯកជនក៏ជា self learning ដែរមួយដែរអញ្ចឹងនៅពេលដែលយើងជាបុគ្គលិកដែលធ្វើការផ្នែកហ្នឹងគេដឹងថាយើងអត់ដឹងចម្លើយមានហ្នឹងទេប៉ុន្តែគេដឹងថាយើងអាចទៅរកចម្លើយមួយនឹងបានអាហ្នឹងហើយគឺជាដែលជា soft skill មួយសំខាន់គឺ self learning ហ្នឹងគឺវា link ជាមួយនឹងផ្នែក problem solving ហ្នឹងឯងព្រោះគេយកយើងទៅគឺយកយើងទៅដោះស្រាយបញ្ហាគេមិនមែនយកយើងទៅបង្កើតបញ្ហាទេហើយពេលខ្លះក៏គេមិនមែនយកយើងទៅអង្គុយធ្វើកិច្ចការងារដដែលដែរដូចខ្ញុំនិយាយមិញកិច្ចការងារផ្នែករដ្ឋបាលវាដដែលធ្វើយូរដដែលអត់មានសាមទេប៉ុន្តែបើកិច្ចការងារចូលដល់ strategic planning វា more futuristic យើងត្រូវការ problem solving ខ្លាំងត្រូវការមនុស្សដែលអាចមើលទៅអនាគតស្វែងរកបញ្ហាបង្កើតដំណោះស្រាយហើយអនុវត្តដំណោះស្រាយហ្នឹងឲ្យបានជាលទ្ធផលយកមកវិញហើយមិនមែនចាប់ប៉ុណ្្នឹងទេគឺវាដូច cycle វារូបទៅទៀតអាហ្នឹងមួយប៉ុន្តែនៅពេលដែលយើងមាន problem solving skill សំណួរសួរថាតើយើងអាចធ្វើម៉េចឲ្យក្រុមកិច្ចការងាររបស់យើងធ្វើការ smooth អាហ្នឹងត្រូវការ leadership skill យើងត្រូវការគេហៅថាសមត្ថភាពក្នុងការធ្វើការងារជាក្រុមយើងត្រូវការ convincing skill អាការដែលយើង convince អ្នកដទៃឲ្យជឿលើយើង communication skill ការតំណែងរបស់យើងវាបូកផ្សំគ្នានៅក្នុងហ្នឹងហើយទាំងអស់ហ្នឹងគឺខ្ញុំបានបទពិសោធន៍ហ្នឹងពី digital economic ដែរហេតុអីដែលហេតុថាតាំងឆ្នាំទី2មកគឺពួកយើងរៀនធ្វើការជាក្រុមបាត់ហើយតាំងឆ្នាំទី2មកពួកយើងរៀន
ហៅបញ្ហាឯងមនុស្សគេហៅថាតនេដើររកបញ្ហាណាប៉ុន្តែក៏យើងរៀនក្នុងការដោះស្រាយបញ្ហាហ្នឹងដែរនៅពេលដែលយើងដោះបានចង់ក្រោយបញ្ចប់ឆ្នាំទី4យើងចាប់បញ្ហាបាត់ហ្នឹងអញ្ចឹងយើងមានអាចនិយាយថា DNA ហ្នឹងនៅក្នុងខ្លួនរបស់យើងនៅពេលដែលយើងចូលវិស័យឯកជនវាអត់ថ្មីសម្រាប់យើងពេកប៉ុន្តែយើងមានមូលដ្ឋានគ្រឹះដែលយើងអាចចាប់យកចំណេះដឹងឬក៏ព័ត៌មានទាំងអស់ហ្នឹងឲ្យអភិវឌ្ឍខ្លួនឯងវិញមែនទេខ្ញុំចាប់អារម្មណ៍រឿងដោះស្រាយបញ្ហាproblem solving skill ណាដោះស្រាយបញ្ហាប៉ុន្តែមុនដោះស្រាយបញ្ហាត្រូវរកបញ្ហាហើយរឿងរកបញ្ហាហ្នឹងក៏ត្រូវតែអីដែលរៀនទៀតមិនមែនគ្រាន់តែឃើញបញ្ហាទេណាឲ្យដឹងឬគល់បញ្ហាស្អីទៅជាបញ្ហាពិតប្រាកដហើយរួចទៅដោះស្រាយបញ្ហាហើយការដោះស្រាយបញ្ហាហ្នឹងត្រូវមានការធ្វើការងារជាក្រុមទៀតត្រូវមាន leadership ទៀតហើយនៅក្នុង digital economy យើងរៀនធ្វើការជាក្រុមតាំងឆ្នាំទី2តាំងឆ្នាំទី2 and then យើងទៅរកបញ្ហារួចទៅយើងទៅរក develop software ដើម្បីដោះស្រាយបញ្ហាជាដើមអញ្ចឹងណាហ្នឹងហើយខ្ញុំចាប់អារម្មណ៍ដេននិយាយរឿង problem solving រឿងថាយើងទៅធ្វើការយើងមិនមែនជាបន្ទុកទេយើងមិនមែនជា problem maker ជាអ្នកបង្កើតបញ្ហាប៉ុន្តែយើងជា problem solver ជាអ្នកដោះស្រាយបញ្ហាអញ្ចឹងយើងរៀនរយៈពេល4ឆ្នាំ5ឆ្នាំឬក៏ master 6ឆ្នាំ2ឆ្នាំអីបន្តអីទៀតគឺអីដែលសំខាន់គឺការដោះស្រាយបញ្ហាណាអញ្ចឹងយើងជាបញ្ញវន្តយើងចប់ទៅយើងនិយាយទៅធ្វើការងារដែលយើងធ្វើហ្នឹងគឺជាការសម្រួលបន្ទុកដល់កន្លែងការងាររបស់យើងគឺជាការបង្កើននៅដំណោះស្រាយហើយខ្ញុំចាប់ថាដេញនិយាយអំពីការដោះស្រាយបញ្ហាក្នុងការមានចក្ខុខ្សែវែងឆ្ងាយអាហ្នឹងគេថាមិនទេ proactive ណាបាទភាសាខ្មែរគេថាបរិយាកម្មគឺជាការដឹងរឿងថាអាហ្នឹងវាអាចនឹងកើតឡើងយ៉ាងណាហើយយើងនឹងត្រូវដោះស្រាយយ៉ាងណាមិនមែនតតែមានបញ្ហាហើយមិនដោះស្រាយអាហ្នឹងក៏ជាអីដែលយុវជនឬក៏និស្សិតតែត្រៀមនឹងចេញទៅធ្វើការងារហ្នឹងគាត់ត្រូវមានproblem solving skill របស់ហ្នឹងដេនបាននិយាយរឿងចំណេះដឹងនៃនិយាយនៅបញ្ញាបត្រនេះវាពិតជាមានសារៈសំខាន់សម្រាប់យើងបន្តការងារនៅពេលខាងមុខនោះអញ្ចឹង digital economy ហើយជាមួយនឹងការងាររបស់ដេនដែលកំពុងធ្វើអង្អីវាប្រស៊ីគ្នាល្អប្រសើរប៉ុន្តែមួយទៀតខ្ញុំចង់សួរថាដេនធ្វើនៅក្នុង international company វាប្រកាសជាមានចំណូលជាតិសាសន៍ណាហ្នឹងហើយអញ្ចឹងទេតើ communication ដែលដេនធ្វើការជាមួយចំណូលជាតិសាសន៍ហ្នឹងឬក៏ដេននិយាយមិញថា cultural intelligence ហ្នឹងតើមានសារៈសំខាន់យ៉ាងណាតើដេនអាចពន្យល់បន្ថែមកន្លែងហ្នឹងបានទេបាទបងនិយាយទៅសម្រាប់បទពិសោធន៍នៅក្នុងការធ្វើការនៅ international company ភាសាអង់គ្លេសគឺត្រូវតែ number 1 មកអាហ្នឹងគឺត្រូវតែមានដោយស្វ័យប្រវត្តិត្រូវតែមានចំណេះដឹងផ្នែកភាសាអង់គ្លេសអញ្ចឹងតាក់ទងជាមួយចំណេះដឹងផ្នែកភាសាហ្នឹងខ្ញុំចង់ link ជាមួយនឹង cultural intelligence ដែលបងលើកឡើងដែរយើងមិនមែនគ្រាន់តែចេះភាសាហ្នឹងមានន័យថាយើងអាចកែថាទំនាក់ទំនងការងារដែលមានភាពរលូនបានទាំងស្រុងទេព្រោះពេលខ្លះនៅក្នុងភាសាពេលយើងនិយាយទៅវាមានកម្រិតនៃភាសាទៀតភាសាដែលយើងនិយាយទូទៅជាមួយនឹងភាសាបច្ចេកទេសអញ្ចឹងបើពេលខ្លះយើងធ្វើការនៅក្នុង international company យើងមិនមែនធ្វើការតែជាមួយនឹង team មួយក្រុមរបស់យើងទេយើងធ្វើការជាមួយនឹង team ក្រុមដែលគេមាន expertise និង specific ផ្សេងពីយើងខ្ញុំឧទាហរណ៍ថាយើងធ្វើការជាមួយនឹងផ្នែក legal team ដែលគេធ្វើទៅលើកិច្ចការងារទីការផ្នែកច្បាប់នៅក្នុងក្រុមហ៊ុននៃពួកគាត់ជាជនជាតិបរទេសអញ្ចឹងយើងធ្វើគឺកម្រោងណាមួយយើងត្រូវទៅពិភាក្សាទៅនិយាយជាមួយពួកគាត់អញ្ចឹងការប៉ះភាសាអង់គ្លេសយើងត្រូវតែមានមួយក្នុងខ្លួនប៉ុន្តែរឿងមួយទៀតហ្នឹងក៏យើងត្រូវតែដឹងអំពីវិធីសាស្ត្រនៅក្នុងការទំនាក់ទំនងជាមួយនឹងជនជាតិផ្សេងដែលប្រើប្រាស់ភាសាបច្ចេកទេសទៅតាមជំនាញរបស់ពួកគាត់ហើយនឹងភាសាទៅតាមបរិបទនិងវប្បធម៌របស់ពួកគាត់ដែរពេលខ្លះយើងត្រូវស្វែងយល់ដល់ចំណុចហ្នឹងទៀតអញ្ចឹងបើសិនអ្នកច្បាប់គេប្រើពាក្យរៀង professional ផ្នែកច្បាប់ច្រើនបើថាអ្នក engineering គេមានពាក្យបែប engineering ច្រើនដូចនៅក្នុងកិច្ចការងារផ្នែកស្រាវជ្រាវរបស់យើងមួយចំនួនគឺយើងចូលចិត្តប្រើពាក្យថាយើងយក reference ពីនេះយក reference ពីនោះនៅក្នុងហ្នឹងយើងបើសិននៅក្នុង corporate ពេលខ្លះយើងគាត់ប្រើពាក្យថា benchmark យកមកពីណាតែប៉ុណ្្នឹងអញ្ចឹងគាត់ថាភាសា wording ប្រើខុសគ្នាហ្នឹងពេលខ្លះបើសិនជាយើងអត់មានគេហៅថាអត់ adopt បានលឿនក៏យើងនឹងអាចពិបាកដែរព្រោះដោយសារដូចខ្ញុំបញ្ជាក់មិញការប៉ះភាសាអង់គ្លេសរឿងមួយប៉ុន្តែបច្ចេកទេសហើយជាមួយនឹងការស្វែងយល់វប្បធម៌ក៏ជាផ្នែកមួយទៀតដែលសំខាន់ដែរថាតើយើងគួរប្រើពាក្យពេចន៍ណាដែលមិនគួរប្រើហើយចំណុចហ្នឹងបើខ្ញុំឆ្លោះបញ្ចាំងមកវិញថាខ្ញុំដឹងមកពីណាជាមូលដ្ឋានគ្រឹះក៏ខ្ញុំបានស្វែងយល់ពេលដែលខ្ញុំ
រៀននៅក្នុងថ្នាក់ Digital Economic ហ្នឹងខ្ញុំបានរៀនថ្នាក់ Cultural Intelligence ការហ្នឹងជាមួយនឹងសាស្ត្រាចារ្យដូចជាមកពី Edinburgh and Amsterdam ដែលខ្ញុំចូលជាមួយនឹងកម្មវិធីជា exchange មួយខ្ញុំភ្លេចឈ្មោះបាត់ហើយដែលពួកគាត់បរៀនរឿងហ្នឹង Insight បាទ Insight Summer Program យើងបានរៀនពី Cultural Intelligence ហ្នឹងក៏យើងស្វែងយល់ពីបរិបទខុសគ្នាហើយណាមួយនៅពេលដែលយើងរៀន Digital Economic lecturer ពីច្រើនមកពីចំណុចចិត្តសាស្ត្រយើងមានពីអង់គ្លេសយើងមានពីកូរ៉េយើងមានពីជប៉ុនយើងមានពីប្រទេសផ្សេងៗទៀតជាច្រើនអញ្ចឹងទៅក៏យើងស្វែងយល់ពីភាពខុសប្លែកគ្នានឹងការប្រជែកនឹងនេះមួយពួកគាត់ដែរពួកគាត់ខុសគ្នាបាទហ្នឹងហើយខ្ញុំចាប់អារម្មណ៍កន្លែងមួយទៀតតែថាយើងរៀនជាមួយនឹងគ្រូច្រើនហើយអូយទៅដល់ពេលយើងចេញទៅក៏យើងជួបជាមួយនឹងបរទេសច្រើនចំណុចជាសាស្ត្រណាអញ្ចឹងអាហ្នឹងក៏ជាមូលដ្ឋានមួយដែលដេនមានហើយក៏យើងអាចចូលទៅធ្វើការនៅក្នុង international company បានងាយស្រួលអញ្ចឹងគឺខ្ញុំគិតថាអីដែលដេនមានគឺ communication skill and openness ណាការបើកចិត្តទូលាយទទួលយកដែលពួកអី cultural intelligence យើងត្រូវមានអាការទទួលយកបាទបទពិសោធន៍ផ្សេងគ្នាបទធម៌ផ្សេងគ្នាមិនចឹងមិនទេបាទត្រូវបងត្រូវឯកភាពបងបាទអូខេឥឡូវខ្ញុំសូមបកមកក្រោយរឿង hard skill នេះរឿង digital ឬក៏រឿង economy ឥឡូវនេះតិចដោយសារតែយើងឃើញថាឥឡូវគឺកំណើនសេដ្ឋកិច្ចឬក៏ថាបរិបទនៃការផ្លាស់ប្ដូរសេដ្ឋកិច្ចនេះវាលឿនណាស់បាទហើយឥឡូវមានទាំង AI មានអា technology ទំនើបថ្មីនេះយើងរស់នៅក្នុងសង្គមនេះយើងសិក្សាមិនទាន់បាទអញ្ចឹងទេតើដេញយល់ឃើញយ៉ាងម៉េចអំពីការវិវត្តរបស់សង្គមតាក់ទងជាមួយនឹង digital ហ្នឹងហើយតែយុវជនយើងគួរត្រៀមខ្លួនយ៉ាងម៉េចដើម្បីទទួលយកហើយនឹងត្រៀមខ្លួនយ៉ាងម៉េចដើម្បីចូលរួមនៅក្នុងទីផ្សារហ្នឹងឲ្យបានមានប្រសិទ្ធភាពបាទនិយាយទៅតាក់ទងជាមួយនឹងចំណេះដឹងផ្នែកបច្ចេកវិទ្យា digital ហ្នឹងសម្រាប់ខ្ញុំយល់ថាវាមានសារៈសំខាន់ខ្លាំងការថាកម្រិតដែលបន្ទាន់ណាជាបន្ទាន់ណាវាចិនហើយវា important ទៀតវាបន្ទាន់ហើយវាសំខាន់ទៀតហើយសួរថាហេតុអីបានវាបន្ទាន់ហើយសំខាន់ដូចខ្ញុំបានដើរ referee ទៅប្រទេសគេដែលគេអភិវឌ្ឍជាងយើងនិងប្រទេសដែលកំពុងអភិវឌ្ឍមួយចំនួនដូចនៅប៉ែកអឺរ៉ុបមិននិយាយធំកាតាចុះនៅអាវីកដាលនៅអារ៉ាប់ចុះនៅពេលដែលខ្ញុំទៅដល់នោះឃើញថាកម្រិតនៃការរស់នៅរបស់គេណាហើយនឹងបច្ចេកវិទ្យារបស់គេនោះវាឆ្ងាយពីយើងខ្លាំងមែនតើអញ្ចឹងបើពេលយើងងាកមកមើលយើងវិញយើងថាយើងរត់តាមគេដើម្បីបានអាទាំងអស់ហ្នឹងឬក៏មិនពេលខ្លះមិនថាឲ្យយុវជនរបស់យើងរត់ទៅតាមគេថាសិង្ហបុរីគេមានអានេះគេមានអានេះយើងត្រូវរៀនហ្នឹងធ្វើអាហ្នឹងឬក៏អារ៉ាប់គេមានអានេះគេមានអានេះយើងធ្វើអាហ្នឹងធ្វើអាហ្នឹងហើយប៉ុន្តែយើងត្រូវមើលអំពីបរិបទនៅជុំវិញខ្លួនរបស់យើងអ្វីដែលយើងធ្លាប់ធ្វើកន្លងមកពីមុនហ្នឹងដែលវាមិនសូវជាមានប្រសិទ្ធភាពមិនសូវជាមានប្រសិទ្ធផលតើ digital tool ណាដែលយើងអាច adopt យកមកបានដើម្បីយើងធ្វើ modernization ហ្នឹងឲ្យវាមានភាពល្អប្រសើរជាងមុនដែលផ្ដល់ហ្នឹងប្រសិទ្ធភាពនិងប្រសិទ្ធផលប៉ុន្តែមិនមែននៅក្នុងន័យមួយគ្រាន់តែចង់ធ្វើទៅតាមគេទេអញ្ចឹងខ្ញុំឧទាហរណ៍មួយដូចជាខ្ញុំនិយាយតាក់ទងជាមួយនឹងប្រព័ន្ធដែលហងៃស្ថាប័នមួយចំនួនដែលគាត់អនុវត្តហ្នឹងពីដើមក្រុមហ៊ុនមួយហ្នឹងគេមាន1000 client ឬក៏10000 client ហ្នឹងទៅដែលគាត់ manage ទៅលើ client របស់គាត់តាមរយៈការកត់ត្រាទៅលើការទិញលក់ថាបាទអ៊ីប៉ក់ឬអ៊ីអីហ្នឹងទៅគាត់ទិញគាត់ថ្ងៃនេះប៉ុណ្ណេះថ្ងៃនេះប៉ុណ្ណេះថ្ងៃនេះប៉ុណ្ណេះគាត់ tracking របៀបអញ្ចឹងហើយទៅពេលគាត់ចង់ឲ្យ promotion អីមួយទៅកាន់អ៊ីប៉ក់ឬអ៊ីអីគាត់ទៅអង្គុយឆែបញ្ជីគាត់មើលអ៊ីគាត់ទិញអីគេខ្លះអញ្ចឹងបើយើងសាកសម័យបើយើងកត់กระดาษបែបហ្នឹងយើងធ្វើការអត់ទាន់គេដែរអញ្ចឹងដើម្បីយើងមានការប្រកួតប្រជែងនិងកម្រិតតម្លើងនៃការប្រកួតប្រជែងរបស់ខ្លួនឯងយើងត្រូវតែវិនិយោគទៅលើ tool បច្ចេកវិទ្យាយើងត្រូវមាន digitalization មានប្រព័ន្ធកត់ត្រាស្វ័យប្រវត្តិដែលអាចយើងកត់ត្រាទៅលើ client ឬអតិថិជនរបស់យើងបានហើយយើងអាចមើលព័ត៌មានរបស់គាត់ពីមុនហើយយើងអាចបង្កើតនៅយុទ្ធសាស្ត្រឬផែនការដើម្បីទាញប្រយោជន៍បានហើយខ្ញុំឧទាហរណ៍មួយចុះហើយបើសិនជាយើងមានអាហ្នឹងថារយៈពេលតែ1នាទីឬ2នាទីយើងអាចទាញទិន្នន័យរបស់ e-pop មកទាំងអស់មិនអង្គុយ share បញ្ជីអញ្ចឹងបានខ្ញុំថាបច្ចេកវិទ្យាហ្នឹងវាសំខាន់មិនមែនសម្រាប់តែអាជីវកម្មសម្រាប់សិស្សខ្លួនឯងក៏ដោយប៉ុន្តែមិនមែនមានន័យថាគេនៅជប៉ុនគេរៀនអីគេធ្វើអីយើងត្រូវមានអានោះធ្វើអានោះដែរទេប៉ុន្តែយើងត្រូវមើលអំពីបញ្ហាដែលកើតឡើងជាក់ស្ដែងរបស់ខ្លួនឯងអាណាដែលអសកម្មយើងត្រូវបង្កើតឲ្យមានសកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដែលភាសាបរទេសហៅ leverage វាជាឈ្នន់ណាជាធ្នាក់មួយដើម្បីឲ្យមានភាពល្អប្រសើរ
អញ្ចឹងបានយើងអាចធ្វើ digitalization ហ្នឹងវាមានភាព smooth ហើយផ្អែកទៅលើតថភាពពិតជាក់ស្ដែងនឹងបញ្ហារបស់សង្គមព្រោះពេលខ្លះ AI វាទំនើបខ្លាំងពេកពាក្យថាពេកហ្នឹងមានន័យថាមិនមែនវាផ្ដល់ប្រយោជន៍ឲ្យយើងបានព្រាមហ្នឹងទេខ្ញុំឧទាហរណ៍មួយដែលកសិកររបស់យើងភាគច្រើនតើបញ្ហាចម្បងរបស់ពួកគាត់ទៅលើ AI ហ្នឹងឬក៏បញ្ហាចម្បងរបស់ពួកគាត់ទៅលើ G ឬក៏បញ្ហាចម្បងរបស់ពួកគាត់ទៅលើពូជឬក៏បញ្ហាចម្បងរបស់ពួកគាត់ទៅលើអីអញ្ចឹងគាត់មាន1000បញ្ហាដែលត្រូវដោះស្រាយសំណួរសួរថាតើយក AI មកដោះស្រាយមុនឬក៏យកបញ្ហា G មកដោះស្រាយមុនអញ្ចឹងគឺផ្អែកទៅលើបញ្ហាជាក់ស្ដែងពិតប្រាកដមានន័យថាយើងឃើញគេជំរឿគេដើរលឿនជាងយើងហើយយើងមិនអាចទៅភ្លាមដូចគេប៉ុន្តែក៏យើងនៅមិនត្រឹមដែរណាយើងអភិវឌ្ឍដែរប៉ុន្តែក្នុងកម្រិតមួយដែលយើងថាលទ្ធភាពយើងទៅបានធម្មតាអញ្ចឹងអត្តន័យគឺចង់មានបែបហ្នឹងឧទាហរណ៍ដូចជាអ្នកលក់ដូរអញ្ចឹងបើគាត់ព្រមការកត់សរសេរដោយដៃគាត់ពិបាកទៅគាត់បាក់ទៅរកព័ត៌មានទិន្នន័យរបស់គាត់ហ្នឹងអញ្ចឹងគាត់ត្រូវមានអីមកជាជំនួយជាបច្ចេកវិទ្យា digital ក្តីបច្ចេកវិទ្យា computer ក្តីដែលអាចមកជំនួយការងាររបស់គាត់បានលឿនប្រសើរជាងមុនប៉ុន្តែយើងមិនថាឲ្យទៅលោតទៅ AI ឲ្យវាជួយមើលអីភ្លាមណាឬក៏មាន tool អីពេលខ្លះយើងទៅអត់ដល់លទ្ធភាពយើងអត់បានអញ្ចឹងប្រើតែ laptop មួយឬក៏មានជា Excel ប្រើគាត់ note ព័ត៌មានហ្នឹងក៏លឿនជាងមុនដែរបើយើងលទ្ធភាពមិនទៅដល់អាតន់ស្វ័យប្រវត្តិនោះណាហ្នឹងហើយបាទអញ្ចឹងទេគឺថាគឺជាអីដែលយុវជនយើងដែលនិស្សិតយើងគឺគួរតែដឹងគួរតែពន្លឿនការយល់ដឹងរបស់យើងតាក់ទងជាមួយនឹងបច្ចេកវិទ្យា digital ព្រោះឥឡូវនេះវាលឿនណាស់លឿនរឿងក៏ដល់រឿងខ្លះយើងនឹកមិនឃើញថាវានឹងអាចធ្វើទៅបាននោះដូចជា AI មិននឹកថាវាអាចបង្កើតជាវីដេអូបង្កើតជាសំឡេងណាបាទរូបភាពក្នុងរយៈពេលខ្លីណាឬក៏ថាអាចឆ្លើយសំណួរអាចទាញយកព័ត៌មានយើងប្រាប់មកយើងវិញបានហើយអាហ្នឹងគឺអីដែលយើងគិតមិនតន់ដល់លឿនប៉ុន្តែឥឡូវគេដល់ហើយគេដល់អញ្ចឹងទេសូមយុវជនយើងនិស្សិតរបស់យើង make sure ថាយើងអភិវឌ្ឍខ្លួនពីមួយថ្ងៃទៅមួយថ្ងៃមិនអញ្ចឹងដើម្បីឲ្យតាមមិនតាន់ក៏មិនតាន់ចុះក៏មិនដែរកុំឲ្យថាមិនតាន់ឆ្ងាយពេកណាបាទព្យាយាមអភិវឌ្ឍខ្លួនហ្នឹងហើយបងចឹងទេខ្ញុំគិតថាប្រធានបទថ្ងៃនេះជាមួយនឹងវាគ្មិនរបស់យើងដែលមានបទពិសោធន៍ទៅទាំងការរៀនសូត្រនៅក្នុងស្ថាបត្យកម្ម Digital Economy ក៏ដូចជាការធ្វើការនៅក្នុងផ្នែកដែលតាក់ទងជាមួយនឹង digital នេះដែរវាគ្មិនគាត់បានតបព័ត៌មានដល់គ្នាយើងឲ្យបានយល់ដឹងតាក់ទងជាមួយនឹង hard skill ដែលត្រូវរៀនតាក់ទងជាមួយ digital economy soft skill ដែលអាចប្រើការនៅក្នុងការធ្វើការងារនៅឧបករណ៍នៃប្រសិទ្ធភាពហើយក៏ដូចជាការត្រៀមខ្លួននៅក្នុងមិនទេសេដ្ឋកិច្ចដែលកំពុងតែដើរលឿននេះណាបាទជាចុងក្រោយតាដេនមានអីផ្ដាំផ្ញើដល់យុវជនរបស់យើងជាសារណាបងជា advice ណែនាំឬក៏ tip យ៉ាងណាសម្រាប់អ្នកស្ដាប់របស់យើងជាចុងក្រោយណាបងបាទបងនិយាយទៅដោយសារតែអ្នកស្ដាប់ពីច្រើនអាចជាសិស្សជានិស្សិតឬក៏ជាអ្នកដែលត្រៀមខ្លួននឹងជាសិស្សនិងនិស្សិតអញ្ចឹងទៅអ្វីដែលជា tip ដែលខ្ញុំចង់ចែកម្លែកសម្រាប់បងប្អូនជំនាន់ក្រោយហ្នឹងគឺចង់បញ្ជាក់ថាការរៀនសូត្រវាមិនមែនមានតែនៅក្នុងថ្នាក់រៀនទេអញ្ចឹងការរៀនសូត្រគឺវាកើតឡើងហើយនឹងមានគ្រប់កន្លែងទាំងអស់ហើយនៅពេលដែលយើងរៀននៅក្នុងថ្នាក់សាកលវិទ្យាល័យការដែលយើងផ្ដោតទៅលើរៀននៅក្នុងថ្នាក់មួយមុខវាអត់គ្រប់គ្រាន់ទេអញ្ចឹងយើងត្រូវតែរៀនក្រៅថ្នាក់ដែរពាក្យតែរៀនក្រៅថ្នាក់កន្លែងហ្នឹងគឺមិនមែនសំដៅតែទៅរៀនគួរទៅរៀនអីហ្នឹងទេពេលខ្លះយើងចូលនៅក្នុងសកម្មភាពសង្គមតាក់ទងជាមួយនឹង community ណាដែលកន្លងមកខ្ញុំឃើញសិស្សប្អូនជំនាន់ក្រោយបងខ្ញុំគាត់ធ្វើបានល្អខ្ញុំសូមសរសើរ NUM គាត់ធ្វើកម្មវិធីវត្តមាបតុងគាត់ធ្វើសកម្មភាពជាច្រើនតាំងពីសិស្សប្អូនជំនាន់មុនអញ្ចឹងការដែលគាត់ធ្វើកិច្ចការងារទាំងអស់ហ្នឹងជាផ្នែកមួយដែលគាត់រួមចំណែកផ្ដល់ទៅកាន់សង្គមវិញផ្ដល់ទៅកាន់សិស្សក្រីក្រនៅតាមជនបទតាមរយៈកិច្ចការងារដែលគាត់ធ្វើមួយផ្នែកទៀតគឺពួកគាត់រៀនធ្វើការងារជាក្រុមពួកគាត់រៀនក្នុងការបង្កើតគម្រោងតាមរយៈបញ្ហាដែលពួកគាត់មើលឃើញហើយសកម្មភាពទាំងអស់ហ្នឹងគឺវាផ្ដល់នៅគេហៅថាបទពិសោធន៍អញ្ចឹងពាក្យថាបទពិសោធន៍មួយម៉ាត់គឺវាមិនអាចកើតចេញអំពីទ្រឹស្ដីទេវាកើតចេញអំពីការអនុវត្តការធ្វើជាក់ស្ដែងការបង្កើតលទ្ធផលហ្នឹងហើយអញ្ចឹងអាទាំងអស់ហ្នឹងវាសិតតែរួមចំណែកមួយអភិវឌ្ឍខ្លួនគាត់បន្ថែមទៀតក្រោយពីថ្នាក់រៀនចំណុចទី3ហ្នឹងដែលខ្ញុំចង់បញ្ជាក់ជា tip សម្រាប់បងប្អូនជំនាន់ក្រោយហ្នឹងគឺយើងគួរតែអាសាចូលរួមនៅក្នុងកិច្ចការងារប្រកួតប្រជែងមានន័យថាយើងសំ
ក្បាច់គុណនៅក្នុងថ្នាក់បានច្រើនហើយយើងធ្វើកម្រងបានច្រើនហើយប៉ុន្តែពេលខ្លះគឺយើងធ្វើរៀនចូលរួមក្នុងការងារប្រកួតប្រជែងតាក់ទងជាមួយនឹងstart up ឬក៏អីមួយដែលរដ្ឋាភិបាលយើងកំពុងតែធ្វើច្រើននៅក្នុងកម្មវិធីជា incubation center ឬក៏ជាច្រើនយើងគួរតែចូលរួមប្រកួតប្រជែងដើម្បីអីដើម្បីយើងទៅរៀនបន្ថែមផងហើយទៅបង្ហាញអ្វីដែលជាត្បូងពេជ្រជាពន្លឺដែលយើងមានក្នុងខ្លួនរបស់យើងហ្នឹងឲ្យសាធារណជនគាត់បានស្គាល់ហើយយើងទទួលបាន comment ឬក៏ feedback មកវិញគឺយើងអាចយកមកអភិវឌ្ឍជំនាញរបស់ខ្លួនឯងបានបន្ថែមអាហ្នឹងគឺជាចំណុចធំទី3ហើយចំណុចទី4ហ្នឹងគឺយើងត្រូវរៀនពីមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើនអាហ្នឹងគឺជា tip ដែលខ្ញុំផ្ដល់ឲ្យបងប្អូនជំនាន់ក្រោយដោយសារយើងនៅក្នុងវ័យរៀនអញ្ចឹងយើងត្រូវដឹងថាគឺយើងរៀនអារឿងរោគហ្នឹងវានឹងមកតាមក្រោយឯងអញ្ចឹងនៅពេលណាដែលយើងមានជំនាញទាំង hard skill ទាំង soft skill ទាំងបទពិសោធន៍ទាំងគម្រោងឬក៏ជាគេហៅថាស្នាដៃដែលយើងធ្វើច្រើនហើយនៅពេលដែលយើងចូលនៅក្នុង corporate នៅក្នុងស្ថាប័នឯកជនគេទទួលយើងដៃ10ដោយសារតែយើងមានអស់ហ្នឹងនៅក្នុងខ្លួនតែបើពេលខ្លះយើងរົບរុនខ្លាំងពេកយើងមានចាក់កុំវិស័យវែងឆ្ងាយហើយយើងដើរផ្លោះហ្នឹងវាជារឿងមួយល្អហើយប៉ុន្តែពេលខ្លះនៅពេលដែលយើងអត់មានការត្រៀមខ្លួនគ្រប់គ្រាន់យើងចូលទៅដល់វាបែរជាមិនលឿនវាបែរជាយឺតជាងគេវិញខ្ញុំឧទាហរណ៍មួយគេដើរតែ3ជាហ៊ានគេដល់ទៅឋានប្រច័ណ្ឌហើយយើងដើរដល់100ជាហ៊ានក៏បានដល់ដោយសារដូចពាក្យមួយនៅក្នុងរឿងចិនគេថាម៉េចគេថាបើចង់ពុះអស់គេត្រូវសង្វៀងកបិតទាំងតិច40នាទីគេពុះតែ20នាទីគេពុះហើយអញ្ចឹងដូចគ្នាបើយើងមិនមានមូលដ្ឋានគ្រប់គ្រាន់ទេនៅពេលដែលយើងចូលប្រកួតប្រជែងក្នុងពិភពលោកជាក់ស្ដែងយើងគិតថាយើងលឿនប៉ុន្តែពេលខ្លះយើងអត់លឿនទេយើងនឹងដើរក្រោយគេវិញអញ្ចឹង be patient study as much as you can That's it អានេះគឺជាអីដែលយុវជនយើងគួរតែចាប់អារម្មណ៍មិនឃើញគេធ្វើការងារភ្លាមបានលុយច្រើនអូចង់ទៅធ្វើការបានលុយច្រើនដូចគេដែរភ្លាមវាអាចនឹងមិនទៅដូចញីមិញអញ្ចឹងកបិតមិនតាន់មុតទេណាកបិតមិនតាន់មុតទេអញ្ចឹងកាប់ដាច់ទេដាច់ប៉ុន្តែធ្វើការកម្លាំងខ្លាំងធ្វើការពេលវេលាយូរអញ្ចឹងណាប៉ុន្តែបើសិនយើងទុកពេលខ្លះសំលៀងឲ្យមុតសិនយើងមានន័យថាចំណាយពេលរៀនខំប្រឹងរៀនក្នុងរយៈពេល4ឆ្នាំបញ្ញាបត្រនេះក្តីឬក៏ថាការរៀនវិទ្យាល័យក្តីបញ្ញាបត្រក្តីឬក៏ថាបើថាមិនតាន់មុតទេចង់ឲ្យមុត sharp ជាងនឹងទៀតត master ណាបន្តទៀតឬក៏បណ្ឌិតបន្តទៀតដើម្បីមានសមត្ថភាពខ្លាំងហើយចេញទៅធ្វើការងារគេទទួលបាទណាមែនយើងចេញទៅមុំលុំហ្នឹងធ្វើការបានប្រហែលធុញឈប់បាត់បាទត្រូវចាប់ផ្ដើមឡើងវិញអញ្ចឹងទៅណាអញ្ចឹងខ្ញុំជឿជាក់ថានិស្សិតឬក៏ថាសាធារណជនរបស់យើងបានទទួលបានព័ត៌មានជាច្រើនពីវាគ្មិនពីការជជែកគ្នាក្នុង podcast ទី2របស់យើងនៅក្នុងថ្ងៃនេះអញ្ចឹងទេជាចុងក្រោយខ្ញុំបាទអរគុណដេនសម្រាប់ការចំណាយពេលវេលានិងចែករំលែកណាបានចែករំលែកបទពិសោធន៍ចំណេះដឹងក៏ដូចជាការណែនាំតាក់ទងជាមួយនឹងប្រធានបទរបស់យើងថ្ងៃនេះហើយសង្ឃឹមថានិស្សិតរបស់យើងក៏ដូចជាទស្សនិកជនទទួលបានជាប្រយោជន៍ជាការជាចំណេះដឹងក៏ដូចជាបទពិសោធន៍សម្រាប់ការអនុវត្តនៅពេលខាងមុខទៀតអញ្ចឹងទេ podcast ទី2របស់សាកលវិទ្យាល័យជ្រុកគ្រោងសូមអរគុណសូមជម្រាបលា